សូមស្វាគមន៍មកកាន់ហាងមាស Flash News គណៈកម្មាធិការប័ណ្ណជាតិឲ្យអាជ្ញាធរទប់ស្កាត់ការលេងល្បែងខុសច្បាប់និងខុសប្រពៃណីពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដើម្បីឲ្យការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរស្របតាមទំនៀមទម្លាប់របស់ជាតិនិងរក្សាបានគង់វង្សដោយភាពរុងរឿងគណៈកម្មាធិការប័ណ្ណជាតិអន្តរជាតិបានណែនាំទៅដល់រដ្ឋបាលរាជធានីខេត្តត្រូវរួមគ្នាទប់ស្កាត់ឲ្យបានកុំបណ្ដោយឲ្យមានការលេងល្បែងខុសច្បាប់ខុសប្រពៃណីដូចជាល្បែងស៊ីសងល្បែងជះទឹកលេបធ្យូងនិងគ្រឿងផ្ទុះជាដើមល្បែងប្រជាប្រិយរបស់ជាតិដែលត្រូវលេងរួមមានចោលឈូងបក់អង្គញ់ទាញព្រាត់ទាត់សីលាក់កន្សែងរួមកំសាន្តនៅតាមមណ្ឌលកំសាន្តនិងតាមរមណីយដ្ឋាននានាឬទីតាំងណាដែលសមគួរមួយវិញទៀតរដ្ឋបាលរាជធានីខេត្តត្រូវណែនាំដល់ម្ចាស់រោងចក្រសហគ្រាសសាលារៀនរដ្ឋនិងឯកជនមណ្ឌលកំសាន្តរមណីយដ្ឋាននានាឲ្យតុបតែងលម្អដោយដាក់ទង់ជាតិទង់សាសនាទង់ព្រះមហាក្សត្របដាពាក្យស្លោកនិងដុតគោមបំភ្លឺភ្លើងពណ៌ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាងនេះទៅទៀតអាជ្ញាធររាជធានីខេត្តត្រូវសហការពាររក្សាសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សង្គមជួយសម្រួលចរាចរណ៍គ្រប់ទីកន្លែងព្រមទាំងបង្កលក្ខណៈល្អប្រសើរតាមមណ្ឌលកំសាន្តនិងរមណីយដ្ឋាននានាជូនប្រជាពលរដ្ឋភ្ញៀវជាតិអន្តរជាតិចូលរួមកំសាន្តសប្បាយខាត់ខ្លួនអ ுக ្រិតជនជួញដូរគ្រឿងញៀនម្នាក់នៅខេត្តកណ្ដាលជនជាតិចិនម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងករណីជួញដូរថ្នាំញៀនជិត6គីឡូក្រាមនៅខេត្តកណ្ដាលក្រុមអ ுக ្រិតជនជួញដូរសារធាតុញៀននេះត្រូវបានកម្លាំងជំនាញក10នៃមន្ទីរប្រឆាំងគ្រឿងញៀនចាប់បានកាលពីដំណាច់ខែមីនាកន្លងទៅនេះនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលដោយរកឃើញនឹងដកហូតគ្រឿងញៀនសរុបទម្ងន់ប្រមាណជា5គីឡូជនសង្ស័យនិងវត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនកសាងសំណុំរឿងបញ្ជូនទៅកាន់អัยការអមសាលាដំបងខេត្តកណ្ដាលដើម្បីចាត់ការទៅតាមផ្លូវច្បាប់ប្រព័ន្ធរំដោះទឹកបញ្ជាការជន់លិចរាជធានីភ្នំពេញតាមផ្លូវជាតិលេខ4និងផ្លូវរថភ្លើងសម្រាប់បានជិត 90% ហើយគម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូនិងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ជាការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញតាមបណ្ដោយផ្លូវជាតិលេខ4និងផ្លូវរថភ្លើងក្រុងនឹងបញ្ចប់ការងារនៅខែកក្កដាឆ្នាំ2025ខណៈបច្ចុប្បន្ននេះសម្រាប់បានប្រមាណ 88% ហើយលោកស្រីកុយសូដានីរដ្ឋលេខាធិការប្រចាំការនៃក្រសួងសាធារណការបានបញ្ជាក់នៅថ្ងៃដែលសាងសង់រួចគម្រោងនេះនឹងចូលរួមកាត់បន្ថយនិងបញ្ជៀសចំនួនទឹកភ្លៀងជន់លិចនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដោយបង្វែរទឹកភ្លៀងដែលធ្លាក់មកពីខេត្តកំពង់ស្ពឺទៅកាន់ស្ទឹងព្រែកថ្នោតលោកស្រីសូមអធិស្ឋាននិងសូមការយោគយល់ពីប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ការដ្ឋាននិងបងប្អូនដែលធ្វើដំណើរឆ្លងកាត់ការដ្ឋាននៅការរំខានផ្សេងៗក្នុងកំឡុងពេលសាងសង់កន្លងមកនេះពិសេសកុំបោះចោលសម្រាមចូលទៅក្នុងប្រព័ន្ធលូដើម្បីជៀសវាងការស្ទះចរន្តទឹកហូរអគារមន្ទីរពេទ្យថ្មីកម្ពស់5ជាន់ដែលជាជំនួយរបស់រដ្ឋាភិបាលកូរ៉េនឹងសាងសង់ក្នុងមន្ទីរពេទ្យកុមារជាតិនៅចុងឆ្នាំនេះលោកវិជ្ជាបណ្ឌិតញឹបអង្គិបបោះនាយកមន្ទីរពេទ្យកុមារជាតិបានឲ្យដឹងនៅថ្ងៃទី2ខែមេសានេះថារដ្ឋាភិបាលសាធារណរដ្ឋកូរ៉េក្រុងនឹងសាងសង់អគារមន្ទីរពេទ្យថ្មីទំនើបកម្ពស់5ជាន់ដែលមានតម្លៃ$16លាននៅក្នុងមន្ទីរពេទ្យកុមារជាតិនៅចុងឆ្នាំ2025ខាងមុខនេះដើម្បីជួយសម្រួលដល់ការព្យាបាលជំងឺជូនដល់កុមារកម្ពុជាកាន់តែប្រសើរឡើងថែមទៀតអគារមន្ទីរពេទ្យថ្មីនេះមានទំហំជាង8300ម៉ែត្រការ៉េដែលប្រើពេលសាងសង់រយៈពេល3ឆ្នាំចាប់ពីខែវិច្ឆិកាឆ្នាំ2025ដល់ចុងឆ្នាំ2027អគារថ្មីនេះអាចដាក់គ្រែបានចំនួន196គ្រែនិងមានកន្លែងសម្រាប់បណ្ដុះបណ្ដាលនិងការអនុវត្តផ្ទាល់ដល់ក្រុមគ្រូពេទ្យផ្នែកជំនាញកុមារមកពីតាមបណ្ដាខេត្តផ្សេងៗនិងមានផ្នែកពិគ្រោះជំងឺក្រៅតាមឯកទេសនីមួយៗមានអាហារដ្ឋានកន្លែងក្មេងលេងនិងមានបង្កើតនូវសេវាថ្មីៗសម្រាប់កុមារដូចជាជំងឺត្រចៀកច្រមុះបំពង់កភ្នែកតម្រងនោមក្រពេញក្នុងម៉ាស៊ីនលាងឈាមផ្នែកកុមារជំងឺមហារីកឈាមសួតក្រពះពោះវៀនម៉ាស៊ីនថតឆ្លុះក្រពះទងសួតនិងជំងឺអូទីសឹមជាដើមនេះជាអគារមន្ទីរពេទ្យទី2ហើយដែលរដ្ឋាភិបាលកូរ៉េជួយសាងសង់ដល់មន្ទីរពេទ្យកុមារជាតិខណៈអគារទី1មានកម្ពស់3ជាន់ដែលបានសាងសង់នៅក្នុងឆ្នាំ2007មានឈ្មោះថាអគារមិត្តភាពកម្ពុជាកូរ៉េបានដាក់ដំណើរការនៅឆ្នាំ2009ភ្ញៀវទេសចរបរទេសចំនួន40,000 នាក់មកលេងកម្សាន្តនៅក្នុងទីក្រុងអង្គរតាមគ្រឹះស្ថានអង្គរបានឲ្យដឹងថារមណីយដ្ឋានបុរាណអង្គរដែលជាតំបន់ទេសចរដ៏ទាក់ទាញបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជាបានទទួលចំនួនភ្ញៀវទេសចរបរទេសប្រមាណជា403,000 នាក់ក្នុងកំឡុងត្រីមាសទី1នៃឆ្នាំ2025បើតាមប្រភពបានលើកឡើងថារមណីយដ្ឋានអង្គរទទួលបានភ្ញៀវទេសចរបរទេស
ចន្លោះពីខែមករាដល់ខែមីនាឆ្នាំនេះគឺកើនឡើង 15% ពីចំនួន 347,534 នាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុនបើតាមរបាយការណ៍ពីសហគ្រាសអង្គរដែលគ្រប់គ្រងការលក់បានចូលអង្គរបានឲ្យដឹងថាចំណូលមានចំនួនប្រមាណជាមធ្យមប្រហែលជា$6 លាននៅក្នុងមួយខែជាកំណើនមួយគួរឲ្យកត់សម្គាល់ក្រោយបរិបទកូវីដហើយរមណីយដ្ឋានអង្គរគឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតរបស់ប្រទេសកម្ពុជាបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិប្រមាណជា1 លាននាក់នៅក្នុងឆ្នាំ2024ដែលបង្កើតប្រាក់ចំណូលសរុបប្រមាណជា$47.8 លានពីការលក់សំបុត្រសូមអរគុណចំពោះការគាំទ្រហងមេ Flash News